មកបងប្អូនមកបេះត្រេនមួយខ្ញុំហើយជំរាបសួរស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាគឺថាត្រេននេះគឺមិនត្រេនខ្លួនឯងទេត្រេននៅចកានៅចិត្តជើងភ្នំកលែនអីចេះណាបងប្អូនដោយសារតាការល្បីរន្ទឺតគ្នាទៅនាងខ្ញុំឯនេះក៏មានការជ្រួលជ្រើមជាខ្លាំងហើយនេះទស្សនភាពនៅតំណាំនៅជុំវិញផ្ទះខ្ញុំមកបងប្អូននៅផ្ទះកណើតខ្ញុំគឺថាបងប្អូននិយាយពីស្វាយផ្អែមវិញផ្លែឡងទុនមេតែម្ដងហើយបើនិយាយពី7ផ្អែមវិញគឺថាផ្លែឡងស្អែកស្កាសតែម្ដងហើយក៏កាត់ចូលមកក្នុងចកាត្រេនវិញបងប្អូនគឺថាផ្លែអូយអែមខ្លាំងមែនទែនបងប្អូនអើយប៉ុន្តែគឺថាមាត់យើងវាមានសំណាងអីចេះណាដោយសារតែពេលថ្ងៃទៅនោះដូចលក្ខណៈថាអត់បានញ៉ាំទេគឺអត់មានទុំសោះតែម្ដងហើយនេះគឺសកម្មភាពពេលខ្ញុំធ្វើដំណើរទៅតាមផ្លូវពេលទៅចកាត្រេនណាបងអូនហើយបើនិយាយពីថាតិចតិចគឺតិចតិចខ្លាំងមែនទែនបងអូនអើយដោយសារតែគូភ្លៀងខ្លាំងមែនទែនបងអូនមើលតែមេតែក៏ដឹងដែរគឺថាឡើងអ៊ូអាប់តែម្ដងអីចេះណាប៉ុន្តែក៏វាមួយយ៉ាងដែរបងអូនដោយសារតែវាតិចស្រួលយើងដើរលេងចេះបើសិនជារះថ្ងៃរះអីក៏វាលក្ខណៈថាវាក្តៅវាហូរញើសហូរអីចេះណាបងអូនវាហូរម្សៅក្រែមយើងទៅតាមញើសអីចេះណាហើយនេះគឺថាមកដល់មុខចកាហើយយើងធ្វើការចូលទៅខាងក្នុងសិនបងអូនហើយបើនិយាយពីថាពេលអតិថិភាពពេលចូលទៅដល់ណាគឺថាគ្រាន់តែឃើញផ្លែនៅលើដើមគឺថាអូយអារម្មណ៍គឺលក្ខណៈថាស្រស់ស្រាយខ្លាំងមែនទែនបងអូនយើងអ្នកដែលចូលចិត្តញ៉ាំត្រេនអីចេះណាបងអូនហើយបើនិយាយពីថាមួយរយៈនេះវិញបងអូនអត់សូវបានថតពីសកម្មភាពថាទៅនេះទៅណោឬមួយក៏ធ្វើម្ហូបធ្វើអីទេបងអូនដោយសារតែមួយរយៈនេះខ្ញុំអត់សូវស្រួលខ្លួនខ្ញុំមាន baby ទៅខ្ញុំចាញ់ហើយទៅក៏អត់សូវមានអារម្មណ៍ធ្វើវីដេអូអីទេបើនិយាយទៅចូលចិត្តបងអូនចូលចិត្តមើលបោះបងដែលគាត់តែងធ្វើវីដេអូអីមើលរាល់ថ្ងៃតែប៉ុន្តែគាត់ថាខ្លួនឯងនេះវាចង់និយាយថាយើងវាស្រួលខ្លួនហើយទៅអត់មានអារម្មណ៍កាត់វីដេអូកាត់អីទេហើយបើនិយាយពីការធ្វើម្ហូបវិញគឺថាធ្វើរាល់ថ្ងៃហ្នឹងឯងបងអូនអើយប៉ុន្តែគាត់ថាយើងអត់បានជប់ដាក់កាមេរ៉ាដាក់អីថតអីចេះណាហើយត្រឡប់មកមើលសកម្មភាពរបស់ពួកខ្ញុំនៅក្នុងចកាត្រេនរបស់គេវិញគឺថាបងអូនអើយលក្ខណៈថាហើយមានអាដើមខ្លះនោះផ្កាគេដូចមកខុតដូចឲ្យស្លឹកគេដូចដើមទឹកដោះគោបងអូនហើយខ្ញុំស្មានតែមិនមែនដើមត្រេនតែប៉ុន្តែពេលសួរម្ចាស់ចកាគេទៅគេថាត្រេនប៉ុន្តែពូជស្អីទៅខ្ញុំភ្លេចបាត់ហើយពូនឹងក៏ប្រាប់ដែរថាពូជឈ្មោះអីតាណាទេខ្ញុំបើសិនតែចាំបានគឺចាំបានតែមិនថងខ្លាំងជាងគេហើយគឺថាឥឡូវគឺថាមកវិញហើយបងអូនដោយសារតែយើងអត់បានញ៉ាំត្រេនដែរទេដោយសារតែយើងទៅនឹងក្មេងៗក៏ច្រើនដែរហើយទៅក៏ឆាប់ត្រឡប់មកវិញទៅមករោញ៉ាំសាច់អាំងញ៉ាំអីចេះណាបងអូន